Amen បាទរីករាយនៅថ្ងៃបរិសុទ្ធរបស់ព្រះចាប់ផ្ដើមជាមួយគ្នាបងប្អូនសូមឲ្យព្រះដោយបទចម្រៀងបានប្រាប់ឲ្យយើងបានដឹងថាទ្រង់ធំណាស់ណាសំដៅទៅលើអំណាចរាជរបស់ទ្រង់អត់ទីបញ្ចប់គ្មានអ្នកណាមានអំណាចដូចជាទ្រង់ហើយក៏គ្មានអ្នកណាអាចយកជ័យជំនះនៅលើទ្រង់បានដែរទ្រង់ជាដើមមកជាចុងណាទ្រង់ជា Alpha ហើយនិង Omega ទ្រង់ជាដើមមកជាចុងទ្រង់មុនគេហើយក្រោយគេក្រៅពីទ្រង់គឺអត់មានអ្នកណាឡើយដូច្នេះយើងអរគុណព្រះបទចម្រៀងពួកបរិសុទ្ធបានលំពងនៅក្នុងដួងចិត្តក៏ដូចទៅតាមប្រព័ន្ធទៅដល់បល្ល័ង្ករបស់ព្រះបិតាសូមឲ្យព្រះបិតាបានអត់ទោសនៅសេចក្តីកំហុសសេចក្តីរំលងរបស់យើងខ្ញុំទាំងអស់គ្នាហើយទទួលនៅការគោរពពីយើងទាំងអស់គ្នាទូព្រះបង្គំផែនដីតំណាងឲ្យពួកបរិសុទ្ធនៅទីនេះក៏ដូចនៅតាមប្រព័ន្ធផងដែរសូមឆ្លៀតឱកាសថ្វាយបង្គំដល់ព្រះបិតាព្រមទាំងជម្រាបសួរទេវតានិងពួកបរិសុទ្ធទាំងនៅឋានសួគ៌ក៏នៅដូចនៅផែនដីដែរដែល tune in គឺបានចូលមកក្នុងថ្ងៃបរិសុទ្ធរបស់ទ្រង់នឹកចាំពីថ្ងៃបរិសុទ្ធរបស់ទ្រង់ដែលព្រះអង្គទ្រង់បានដាក់នៅក្នុងក្រឹតវិន័យទី4ដែលនៅសម័យអ៊ីស្រាអែលខាងសាច់ឈាមអ្នកណាដែលធ្វើតាមគោរពតាមពួកគេនឹងបានបរិសុទ្ធសុចរិតហើយព្រះអង្គទ្រង់នឹងសរសេរចំពោះគេនៅក្នុងបញ្ជីរបស់កូនជាមយើងរស់នៅក្នុងសម័យអ៊ីស្រាអែលខាងព្រលឹងវិញ្ញាណខុសគ្នាយ៉ាងម៉េចរវាងអ៊ីស្រាអែលខាងសាច់ឈាមនិងអ៊ីស្រាអែលខាងព្រលឹងវិញ្ញាណអ៊ីស្រាអែលខាងសាច់ឈាមបងប្អូនដឹងថាព្រះគ្រីស្ទទ្រង់មកឬក៏ដើរយាងជាមួយនឹងគេផ្ទាល់មិនថាព្រះអង្គដើរតួជាព្រះបិតាយើងឃើញថានៅពេលព្រះអង្គទ្រង់រំដោះពួកគេចេញពីប្រទេសអេស៊ីបណាគឺព្រះអង្គទ្រង់ដើរតួជាព្រះបិតាទ្រង់ដើរជាមួយនឹងគេទ្រង់យាងជាមួយនឹងគេនៅក្នុងទីរហោឋានក្នុងការធ្វើដំណើរដើររាជរបស់ព្រះដើរទាំងយប់ទាំងថ្ងៃហ្នឹងគឺបង្គោលភ្លើងនាំផ្លូវគេនៅពេលយប់នៅពេលដែលគេដើរពេលយប់ណាបង្គោលពពកនាំគេដើរនៅពេលថ្ងៃអស្ចារ្យទេនៅវារហោឋានគឺហួតហែងដូច្នេះរាជរបស់ព្រះគឺត្រូវការមលុបហ្នឹងដូច្នេះព្រះអង្គទ្រង់បង្គោលពពករបស់ទ្រង់នឹងឯងដែលនាំមុខគេទៅហ្នឹងគឺចាំឬហៅអង់គ្លេសថា shadow គឺមលុបនឹងឯងបានមកគ្របដណ្ដប់លើពួកគេប៉ុន្តែពន្លឺនៃពពកហ្នឹងដែលនាំមុខគេហ្នឹងគឺភ្លឺរហូតដើម្បីគេដើរទៅគ្រាន់ថាគេអត់ត្រូវពន្លឺថ្ងៃមកចែកចាំងលើពួកគេឲ្យក្តៅមិនអាចដើរទៅបាននោះទេណាដូចនេះអស្ចារ្យនោះគឺជាអ៊ីស្រាអែលខាងសាច់ឈាមលើពេលហ្នឹងទៅទៀតនៅពេលដែលព្រះរាជបុត្រាព្រះគ្រីស្ទទ្រង់ដើរតួជាព្រះរាជបុត្រាទ្រង់ចុះមកកើតជាកូនមនុស្សដើរជាមួយគេទៀតមែនទេនឹងហើយបានថាហៅថាអ៊ីស្រាអែលខាងសាច់ឈាមពីព្រោះមានវត្តមានរបស់ព្រះផ្ទាល់ដើរយាងនៅជាមួយនឹងគេចំពោះអ៊ីស្រាអែលខាងព្រលឹងវិញ្ញាណវិញខុសគ្នានៅត្រង់ថាព្រះបិតាទ្រង់យាងជាមួយនឹងគេប៉ុន្តែគេអត់ឃើញទេប៉ុន្តែគេជឿគេមានពរជាអ្នកដែលមានពរព្រះអង្គមានបន្ទូលថាមានពរហើយអ្នកណាដែលជឿខ្ញុំដោយអត់ឃើញមែនទេអស្ចារ្យទេចំពោះអ្នកដែលឃើញព្រះអង្គហើយមិនជឿហ្នឹងគឺមិនអស្ចារ្យទេប៉ុន្តែចំពោះអ្នកដែលព្រះអង្គទ្រង់រាប់ជាអស្ចារ្យជឿឮព្រះបន្ទូលរបស់ទ្រង់ជឿនៅលើព្រះបន្ទូលរបស់ទ្រង់ទុកចិត្តនៅលើព្រះបន្ទូលរបស់ទ្រង់ព្រះអង្គបោះត្រាគេណាជាត្រារបស់សេចក្តីជំនុំជម្រះមនុស្សរស់គឺដាក់យើងចូលទៅក្នុងគ្រប់អស់ទាំងសេចក្តីពិតធ្វើម៉េចឲ្យយើងបានស្គាល់សេចក្តីពិតទៅបានតើតែមានគេមកប្រាប់យើងមែនទេយើងមិនអាចស្គាល់សេចក្តីពិតដល់ខ្លួនឯងបានទេបើអញ្ចឹងបងប្អូនអានព្រះគម្ពីរតាមពីដើមមកបងប្អូនស្គាល់គ្រប់អស់ទាំងសេចក្តីពិតហើយណាអ៊ីស្រាអែលខាងព្រលឹងវិញ្ញាណគឺព្រះយេស៊ូវទ្រង់យាងជាមួយនឹងគេដែរប៉ុន្តែទ្រង់ជា invisible ទ្រង់បងប្អូនមើលព្រះអង្គអត់ឃើញទេប៉ុន្តែយើងជឿថាព្រះអង្គទ្រង់មានវត្តមាននៅកណ្ដាលយើងទាំងអស់គ្នាគ្រប់ពេលវេលាដែលយើងធ្វើដំណើរគ្រប់ពេលវេលាដែលយើងសិក្សាជាមួយគ្នា
គឺព្រះអង្គទ្រង់នៅជាមួយនឹងយើងហើយទេវតារួមដំណើរទេវតាជំនួយណាហៅ Guardian Angel នោះលោកក៏នៅជាប់ប្រកាស24ម៉ោងគ្រប់វិនាទីទាំងអស់ទ្រង់នៅជាមួយនឹងយើងតែចុះបងប្អូនអ្វីដែលយើងមិនដឹងពីដើមឥឡូវព្រះទ្រង់បើកសម្ដែងតាមរយៈសាររបស់ទេវតាពីទិសថ្ងៃរះហ្នឹងឲ្យយើងដឹងតែយើងសូមឲ្យព្រះនៃឋានសួគ៌ពីដំណេះតទៅមុខសេរីល្អនឹងព្រះនាមរបស់ទ្រង់ដែលសវត្តពេញដោយទឹកនឹងមានថ្ងៃមកដល់ផែនដីនឹងពេញទៅដោយសេរីល្អរបស់ទ្រង់គេនឹងស្គាល់ថាទ្រង់ជាព្រះដ៏ពិតក្រៅពីទ្រង់គ្មានអ្នកណាឡើយមុន1000ឆ្នាំចាប់ផ្ដើមក្រោយ1000ឆ្នាំដូចគ្នាពួកមនុស្សដែលបដិសេធព្រះអង្គទ្រង់ប្រោសឲ្យគេរស់ឡើងវិញហ្នឹងព្រះអង្គទ្រង់នឹងសម្ដែងការជាក់ស្ដែងពិតប្រាកដរបស់ទ្រង់នឹងឯងបើកឲ្យគេយល់គ្រប់ទាំងអស់ឲ្យគេឃើញគ្រប់ទាំងអស់អញ្ចឹងបានជាពួកអ្នកដែលព្រះទ្រង់ប្រោសឲ្យរស់ឡើងវិញក្រោយ1000ឆ្នាំហ្នឹងពួកគេទទួលស្គាល់ហើយពួកគេលិតជង្គង់នៅចំពោះព្រះទទួលស្គាល់ថាទ្រង់ជាព្រះពិតមែនប៉ុន្តែទោះបីជាគេទទួលស្គាល់យ៉ាងហ្នឹងក៏ដោយទ្វារនៃសេចក្តីសង្គ្រោះបិទសម្រាប់ពួកគេទៅហើយលើពីហ្នឹងទៅទៀតគឺពួកគេអត់ប្រែចិត្តទេគេទទួលស្គាល់មែនប៉ុន្តែពួកគេអត់ប្រែចិត្តទទួលនឹងការពិតហ្នឹងទេគេសុខចិត្តស្លាប់នៅក្នុងសេចក្តីជំនឿឬក៏ការសម្រេចចិត្តរបស់ពួកគេចិត្តរឹងរូសរបស់ពួកគេនឹងអត់ដូរទេដូចជាអានិបច្ចបារានហ្នឹងដូចគ្នាណាពួកគេបែបម៉េចគឺកូនបែបហ្នឹងមេដឹកនាំរបស់គេបែបម៉េចគឺគេរាល់គ្នាក៏ដូចគ្នាឃើញទេយើងមុន1000ឆ្នាំចាប់ផ្ដើមយើងត្រូវដើរតាមមេដឹកនាំរបស់យើងដែលជាប្រក្រិតទ្រង់សុភាព slow boat មែនទេព្រះអង្គទ្រង់មានចិត្តសុភាពទ្រង់ slow boat នៅចំពោះពិភពលោកនៅចំពោះព្រះវរបិតាគឺព្រះអង្គទ្រង់បងប្អូននៅក្នុងចំណោមមនុស្សបងប្អូនសិក្សានៅក្នុងព្រះគម្ពីរបងប្អូនដឹងហើយដែលមនុស្សដែលសុភាពជាងគេនៅក្នុងចំណោមមនុស្សដែលកើតចេញពីផ្ទៃម្ដាយឬក៏មនុស្សមកស្ត្រីមកនោះគឺលោកម៉ូសេមែនទេព្រះអង្គទ្រង់បានប្រាប់ឲ្យយើងមកដឹងថាលោកម៉ូសេគឺលោកសុភាពអញ្ចឹងហើយបានជាព្រះទ្រង់អាចប្រើលោកបានបើយើងមានចិត្តរឹងឬក៏ចិត្តមិនបរិសុទ្ធឬក៏ចិត្តមិនសុភាពដូចជាអនិបច្ចបារានដូចជាចរិតរបស់យូដាឥស្ការីយ៉ុតឃើញទេបងប្អូនសិក្សានៅជីវិតរបស់យូដាឥស្ការីយ៉ុតនៅក្នុងសេចក្តីសរសេររបស់ហោរ៉ាបងប្អូននឹងដឹងថែមទៀតយើងមិនទៅវែងឆ្ងាយក្នុងការទាំងអស់នោះទេគ្រាន់តែរំលឹកខ្លះឲ្យបងប្អូនបានដឹងថាតើយើងត្រូវឲ្យព្រះកែសម្រួលជីវិតរបស់យើងទៅតាមព្រះបន្ទូលរបស់ទ្រង់នឹងដោយរបៀបណាគឺព្រះអង្គទ្រង់ឲ្យសាររបស់ទេវតាពីទិសថ្ងៃរះនេះគឺមកដើម្បីនាំយើងចូលគ្រប់អស់ទាំងសេចក្តីពិតរបស់ទ្រង់ដូច្នេះបងប្អូនមុននឹងយើងចូលទៅក្នុងការសិក្សាជាមួយគ្នាយើងអញ្ជើញបងប្អូនទាំងអស់គ្នាទៅចំពោះបល្ល័ង្ករបស់ព្រះជាមុនសិនដើម្បីនឹងសូមសេចក្តីមេត្តាករុណាមកពីទ្រង់អរព្រះបិតាយើងខ្ញុំទាំងអស់គ្នារីករាយនៅថ្ងៃបរិសុទ្ធរបស់ទ្រង់ចូលមកដល់យើងខ្ញុំទាំងអស់គ្នាសូមអរគុណដល់ទ្រង់ហើយយើងខ្ញុំទាំងអស់គ្នាពីផែនដីសូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធសូមឲ្យរាជទ្រង់បានមកដល់សូមឲ្យព្រះハតីរបស់ទ្រង់បានសម្រេចនៅផែនដីដោយនៅឋានសួគ៌ផងដែរសូមប្រទានអាហារយើងខ្ញុំត្រូវការជារាល់ថ្ងៃទាំងអាហារខាងសាច់ឈាមនិងអាហារខាងពលឹងវិញ្ញាណសូមអត់ទោសនៅសេចក្តីកំហុសរបស់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំផងដែរហើយសូមមេត្តាកុំនាំយើងខ្ញុំណាមួយទៅក្នុងសេចក្តីល្បួងឡើយតែបើយើងដឹងហើយថាយើងចូលទៅក្នុងសេចក្តីល្បួងគឺมันអាចតទល់នឹងសេចក្តីល្បួងបានបើគ្មានវត្តមានកម្លាំងមកពីទ្រង់ដូច្នេះសូមទ្រង់រំដោះយើងខ្ញុំទាំងអស់គ្នាឲ្យរួចពីសេចក្តីអាក្រក់វិញពីព្រោះរាជនិងបច្ចេស្តានឹងជារបស់ផងទ្រង់នៅអកលចនិចទ្រង់បានសគត់ឲ្យរស់ឡើងវិញអំណាចទាំងអស់នៅលើផែនដីបានប្រគល់មកទ្រង់ហើយប៉ុន្តែគ្រាន់តែថាទ្រង់មិនទាន់បានទទួលនៅការគ្រងរាជនៅឡើយតែនៅពេលដែលត្រែទី7ផ្លុំឡើងគឺជាត្រែចុងក្រោយទ្រង់បានទទួលរាជទាំងអស់នគរទាំងអស់នៅលើផែនដីបានត្រឡប់មកទ្រង់វិញមិនមែននៅក្នុងកណ្ដាប់ដៃរបស់
អានិបច្ចៈវរានដែលវាមកចម្រិតយកផែនដីឬក៏ពួកអ្នកនៅក្នុងផែនដីនោះតទៅទៀតទេហើយនៅក្នុងរយៈពេលនោះផងដែរមុន 1000 ឆ្នាំចាប់ផ្ដើមនោះព្រះអង្គទ្រង់ក៏បានទទួលអំណាចទាំងអស់ទ្រង់ក៏ចាប់ចងខ្មាំងសត្រូវក៏ចាប់ចងនឹងពួកអ្នកខ្លាំងដែលនៅក្នុងផែនដីជាមុនសិនមុននឹងទ្រង់យាងមកយករាជរបស់ទ្រង់ចេញពីផែនដីនេះទៅដូច្នេះយើងខ្ញុំតបគ្នាសូមអរគុណដល់ទ្រង់សូមឲ្យព្រះអង្គទ្រង់បានសម្រេចការរបស់ទ្រង់នៅលើផែនដីនេះដូចនៅឋានសួគ៌ផងដែរដូចនគរមុន 1000 ឆ្នាំនឹងបានសម្រេចដូចនៅក្នុងសួនច្បារដែរអញ្ចឹងហើយបានជាព្រះអង្គទ្រង់បានប្រាប់ឲ្យយើងបានដឹងថានៅពេលដែលបទទំនាយបានសម្រេចនោះនគរទឹកដីសន្យានឹងបានដូចជាសួនច្បារដែរយើងខ្ញុំសូមអរគុណដល់ទ្រង់ដែលព្រះអង្គទ្រង់បានបើកសម្ដែងនៅកំណត់លក្ខបាំងរបស់ទ្រង់ឲ្យហោរាជាអ្នកបម្រើរបស់សិទ្ធិរបស់ទ្រង់បានដឹងការទាំងអស់នេះជាមុនហើយយកមកឲ្យយើងខ្ញុំទាំងអស់គ្នាដើម្បីឲ្យមានសេចក្តីអំណររីករាយនៅក្នុងជីវិតរស់នៅក្នុងការដែលធ្វើការបម្រើការងាររបស់សិទ្ធិរបស់ទ្រង់យើងខ្ញុំសូមអរគុណដល់ទ្រង់គ្រប់ទាំងអស់នៅក្នុងព្រះនាមរបស់ព្រះរាជបុត្រានៃទ្រង់ព្រះអង្គម្ចាស់ព្រះគ្រីស្ទយេស៊ូវអាមែន